ខ្ញុំសូមជូនបទនេះនេះហើយជីវិតអានេះជា inspiration ទេថាបុរសមួយទៅជួបនាងម្នាក់ហើយដូចក៏អត់បាននឹកភ្នែកថៃសោះដល់និយាយទៅថាបានស្គាល់នេះពីក្មេងដល់រួចទៅដូចថាជួបមកគ្នាថាបងម្នាក់មានគ្រួសាររៀងខ្លួនណាហើយក៏ដេញនឹកឃើញថាបងអាចជាអនុស្សាវរីយ៍កាលនៅក្មេងទៅអញ្ចឹងហើយដល់រួចទៅក៏និយាយខាងបុរសនោះ extreme souvenir អញ្ចឹងទៅណាខ្ញុំសូមទាញជាបទជូនមកឆ្នាំហើយបងខានឃើញស្រីចង់អែតអ្វីថ្ងៃនេះបងបានជួបភាំងត្រាបានឃើញភ្លៀមរៀមអត់នឹកភ្នែកសងឲ្យណាអូនវាចាថាយើងស្គាល់គ្នាកាលគ្រាក្មេងវ័យនិយាយលេងសំណានឹងកាលគ្រាមុនចិត្តទូទុនចាប់នឹកឃើញវងភាំងតាស្រីកាលនៅក្មេងអូនស្រឡោក្រមុំទៅពេញវ័យឥឡូវស្រីអូននៅតែស្រងដដែលរៀមសានស្ដាយពេលកន្លងអួងអងទៅហើយវ័យក្មេងអើយផុនអស់ហើយត្រវិញបានយើងមានគូប្រចាំកាយផ្សេងទាំងពីប្រើអកលយ៉ាងគូស្នេហ៍ស្រឡងអ្វីម្ល៉េះណាអូនាងហើយជីវិតតែមិនបានដូចប្រាថ្នានៅសល់តែក្តីសោកាសោកាតរៀងទៅអូនអើយបងដឹងហើយថាបងគ្មាននិស្ស័យបានជួបស្រីថ្នាំងធ្លាប់បីជាគូវាសនាតែចិត្តបងនៅស្រឡាញ់អូនជាប់ចិនណាអនិច្ចាស្នេហ៍គ្មានព្រៃក៏ផុតទៅឆ្ងាយហើយអូនាងហើយជីវិតតែមិនបានដូចប្រាថ្នានៅសល់តែក្តីសោកាសោកាតរៀងទៅ
មិនបានដូចប្រាថ្នានៅសល់តែក្តីសោកសោកតរៀងទៅអូរីងហើយជីវិតតែនេះជារឿងជីវិតតាមមែនតើយើងជាមនុស្សលោកតែងតែស្រណោះអាឡោះអាល័យរឿងដែលផុតមកហើយត្រឡប់ទៅវិញអត់បានស្អីដែលនៅឆ្ងាយយើងឈោងទៅមិនដល់ដោយយើងនឹកឃើញថាដួងតារារះនៅលើមេឃឆ្ងាយហួសវិស័យយើងកំសត់ជីវិតនៅក្មេងផុតមកហើយអត់មានត្រឡប់ទៅវិញទេស្នេហាកាលនៅពេលក្មេងក៏ផុតទៅអត់មានត្រឡប់មកវិញដែរយើងច្រើនគិតអញ្ចឹងប៉ុន្តែតាមការពិត not very distant ជួបវាសនាយើងមែនតើមិនមែនរឿងប៉ាសេផុតមកហើយទេគឺមនុស្សដែលយើងរស់នៅជាមួយរាល់ថ្ងៃនឹងហើយជាជោគវាសនារបស់យើងមែនតើម្ល៉េះយើងយល់ខុសទុកព្រួយយល់គ្នាទៅវិញទៅមកថ្នាក់ថ្នមយកចិត្តគ្នាសំដុសគ្នាទៅវិញទៅមកអ្នកនៅរស់នៅជាមួយយើងនឹងហើយជាគូជីវិតរបស់យើងមិនចេះជា not very distant អ្នកនៅរស់នៅជាមួយយើងបងខ្ញុំសូមអរគុណច្រើនបងទាំងតែទៅចិត្តរបៀបភ្លេចអីកពិតកប៉ុកឲ្យម្ដងបងចាប់ពេលនឹងក្រោយជួបគ្នាតទៀតមកសូមអរគុណ